Việc xua bọn sơ san của sớ.ថ្ងៃនេះយើងរៀនរបៀបហៅឈ្មោះអាល់កុលអាល់កុលគឺជាសមាធាតុសរីរាង្គដែលមានបង្គំអ៊ីដ្រុកស៊ីលភ្ជាប់ជាមួយនឹងអាតូមកាបូនចតុមុខរូបរាងបែបនេះជាម៉ូលេគុលរបស់អាល់កុលដែលគេហៅថារូបមន្តលាតនេះបង្គំអ៊ីដ្រុកស៊ីលអូហាននេះជាប់មួយកាបូនចតុមុខនេះគឺជាអាល់កុលហើយរបៀបដាក់ហៅឈ្មោះគឺគេបង់លេខរៀងយកកាបូនខាងចុងដែលជាប់អូហានហ្នឹងគឺជាកាបូនទី1ហើយរូបមន្តបែបនេះគឺហៅថារូបមន្តស្ទើរលាត ស្ទើរលេខបែបនេះអញ្ចឹងកាបូនខាងចុងនេះក៏កាបូនទី1ដែរដេញមកបែបនេះមកអញ្ចឹងការហៅឈ្មោះវាហៅវាម៉េចតែមុនហៅឈ្មោះយើងត្រូវស្គាល់កាបូននេទីសិនកាបូននេះជាប់បង្គំនេទីអញ្ចឹងហៅថាកាបូននេទីដំបូងយើងហៅអាកុលខ្សែលាតអត់ខ្នែងគ្មានខ្នែងទី1គឺគេចុះលេខរៀងលើកាបូនខ្សែមេដោយយកអាតូមកាបូនខាងចុងណាដែលជិតកាបូននេទីជាងគេជាកាបូនទី1ហើយបន្តមកទៀតយើងហៅឈ្មោះខ្សែមេហៅតាមអាការបូកនឹងទីតាំងកាបូននេទីរួចបូកមួយអល់ឧទាហរណ៍យើងមើលបែបនេះនេះជាអាកុលមួយដែលមានខ្សែកាបូនចំនួនប៉ុណ្នេះអញ្ចឹងដើម្បីហៅឈ្មោះវាមុនគេយើងត្រូវបង់លេខរៀងលើកាបូនសិនយកកាបូនខាងចុងណាដែលជាប់បង្គំនេទីជាកាបូនទី1អញ្ចឹងទី1ទី2ទី3ទី4 5អញ្ចឹងយើងត្រូវហៅខ្សែមេហៅតាមអាកានកាបូន5គឺហៅថាម៉េចគឺប៉ង់តានហើយទីតាំងបង្គំនេទីទីតាំងនៅលេខ1អញ្ចឹងគេដាក់លេខ1ចឹងមកហើយដាក់មួយអល់អញ្ចឹងហៅថាប៉ង់តាន1អល់មួយខ្សែទៀតបែបនេះកាបូនខាងចុងណាដែលយើងដាក់លេខ1គឺកាបូនចុងខាងស្ដាំព្រោះវាជិតកាបូននេទីអញ្ចឹងលេខ1លេខ2 3 4លេខ5អញ្ចឹង5ដូចគ្នាអញ្ចឹងប៉ង់តានប៉ុន្តែខ្សែនេះអូហាអត់នៅកាបូនទី1ទេអូហានៅកាបូនទី2អញ្ចឹងគេហៅថាប៉ង់តាន2អល់មួយខ្សែទៀតបែបនេះវិញកាបូននីតិនៅខាងក្នុងអញ្ចឹងកាបូនទី1នៅខាងណាខាងឆ្វេងឬក៏ខាងស្ដាំបើយើងគិតពីខាងឆ្វេងមកដល់កាបូននីតិគឺលេខរៀងទី4បើគិតពីខាងស្ដាំទៅមកដល់នេះគឺលេខ3អញ្ចឹងខាងចុងខាងស្ដាំនេះគឺជិតជាងអញ្ចឹងកាបូនចុងខាងស្ដាំនេះគឺជាកាបូនទី1ទី2 3 4យ៉ាង6អញ្ចឹងខ្សែនេះមានកាបូន6ឈ្មោះវាគឺអេសានអូហាននៅលេខ3អញ្ចឹងអេសានប្រមាណអេសាន3អង្គអញ្ចឹងយើងចូលដល់អាល់កុលខ្សែខ្នែងវិញអញ្ចឹងទី1ជ្រើសរើសខ្សែមេជាខ្សែណាដែលមានកាបូនច្រើនជាងគេហើយមានកាបូននេទីទី2ចុះលេខរៀងលើកាបូនខ្សែមេដោយយកកាបូនខាងចុងណាដែលជិតកាបូននេទីជាងគេធ្វើជាកាបូនទី1ហើយបានយើងចាប់ផ្ដើមហៅឈ្មោះខ្នែងសំទោសទីតាំងខ្នែងហើយបានឈ្មោះខ្នែងហើយបានឈ្មោះខ្សែមេបូកទីតាំងកាបូននេទីនិងអល់ជាងឧទាហរណ៍ជាក់ស្ដែងឬខ្សែមេគឺជាខ្សែខាងលើហ្នឹងហើយបានចូលលេខរៀងអញ្ចឹងលេខរៀងនេះមានតែ4ទេអានេះខាងក្រោមគឺជាខ្នែងជាខ្នែងដោះលេខម៉ានខ្នែងដោះលេខ3ជាងយើងហៅទីតាំងខ្នែងហើយបានឈ្មោះខ្នែងអញ្ចឹងទីតាំងខ្នែងគឺលេខ3ឈ្មោះខ្នែងមេទីលអញ្ចឹង3មេទីលខ្សែមេវាកាបូន4គឺ1តានហើយអបហាស់នៅលេខ1គឺ1អល់យកខ្សែទី2ខ្សែទី2យើងជ្រើសរើសខ្សែមេសិនមកយើងយកខ្សែមេដែលត្រង់បែបនេះយើងអត់យកចុះក្រោមវាខ្លីបើសិនយើងរាប់ចុះក្រោមណែលេខ1ឡើងលើមកលេខ2លេខ3លេខ4លេខ5តែបើសិនយើងរាប់ពីក្រោមឡើងទៅ1 2 3 4អញ្ចឹងដូចនេះដែរទេ1 2 3 4បวกពីចុងមក1 2 3អញ្ចឹងលេខ1នៅចុងខាងស្ដាំព្រោះខាងស្ដាំចិត្តបង្គំនីតិជាងគេចិត្តកាបូននីតិជាងគេអញ្ចឹងលេខ1នៅខាងស្ដាំហើយលេខ2 3លេខ4 5លេខ6អញ្ចឹង3នេះគឺជាខ្នែងអញ្ចឹងខ្នែងមាន3ដល់លេខ3លេខ4លេខ5អញ្ចឹង3 4 5 ត្រីមេទីល
នេះ3 4 5ត្រីមេទីលត្រីបានន័យថាខ្នែងមាន3មេទីលគឺជាឈ្មោះរបស់ខ្នែងហើយអេសានហ្នឹងគឺជាឈ្មោះខ្សែមេដែលមានកាបូន6 3អល់បានន័យថាបង្គំនេតិកាបូននេតិនៅទី3យើងដាក់3អល់ជាងអរគុណច្រើនបងប្អូនដែលបានតាមដានស្ដាប់ហើយនឹងប្រឹងរៀនយើងនឹងជួបគ្នានៅមេរៀនក្រោយ